ជម្រាបសួរបងប្អូនអរគ្នាជួបខ្ញុំបាទបុណ្ណរៈទៀតហើយអញ្ចឹងថ្ងៃនេះយើងមកបន្តមេរៀនថ្មីរបស់យើងគឺមេរៀនកង់ដង់ស្ទ័រអញ្ចឹងយើងចូលមកដល់មេរៀនថ្មីរបស់យើងកុំឲ្យខាតពេលយូរតើបងប្អូនចូលនិយមន័យរបស់កង់ដង់អញ្ចឹងកង់ដង់គឺជាគ្រឿងបរិក្ខារអេឡិចត្រូនិកមួយប្រភេទដែលវាមាននីតិឬក៏មុខងារយើងហៅថានីតិឬមុខងារទុកអគ្គិសនីនិងទេអគ្គិសនីនោះទៅឲ្យឧបករណ៍ផ្សេងទៀតនៅក្នុង circuit electronic អញ្ចឹងមានន័យថាកង់ដង់គឺវាបន្ទប់ហើយនឹងទេចរន្តទៅឲ្យទៅលើឧបករណ៍អគ្គិសនីមួយឬក៏ឧបករណ៍អីផ្សេងទៀតដែលនៅក្នុង circuit electronic អញ្ចឹងណាហើយជាមួយនឹងនិមិត្តសញ្ញារបស់កង់ដង់គឺគេតាំងដោយអក្សរ C គេតាំងដោយអក្សរ C ហើយត្រូវបានគេបង្កើតឡើងយើងនិយាយថាការបង្កើតឡើងរបស់កង់ដង់គឺវាមានបន្ទះរាបស្មើ2បន្ទះរាបស្មើ2ចេះធ្វើពីអង្គធាតុចម្លងគេហៅថាធ្វើអង្គធាតុចម្លងហៅថាអាម៉ាតួយើងនិយាយអាម៉ាតួហើយបន្ទះពីរដាក់ស្របគ្នាដែលនៅស្ថិតនៅចន្លោះវាហ្នឹងគឺអ៊ីសូឡង់គេហៅធាតុអ៊ីសូឡង់មួយហៅថាឌីយ៉េលេកត្រិកអញ្ចឹងនៅក្នុងហ្នឹងគឺគេបង្កើតមកជាមួយនឹងប្រទេសជាមួយនឹងអង្គធាតុចម្លងមួយនៅខាងលើជាមួយនឹងអាម៉ាតួហើយបន្ទាប់ឡើងមកទៀតវាស្ថិតនៅវានៅស្របគ្នាជាមួយនឹងប្រភេទ dielectric អញ្ចឹងណាអញ្ចឹងនេះគឺជារូបភាពជាមួយនឹងកង់ដង់ដែលយើងនិយាយពីការបង្កើតរបស់វាកន្លែងនេះអាចនឹងរៀនខុសបន្តិចអញ្ចឹងបងអញ្ចឹងតោះបងយើងចប់និយមន័យហើយអញ្ចឹងយើងចូលទៅបន្តទៀតអញ្ចឹងកន្លែងហ្នឹងគឺយើងចូលមកដល់ຂະຫນាតយើងនិយាយថាຂະຫນាត capacity អញ្ចឹងຂະຫນាត capacity ຂະຫນាត capacity គឺនិមិត្តសញ្ញារបស់វាគឺ C ដូចគ្នាគឺតាំងនិយាយរួមទៅគឺកង់ដង់ដូចគ្នាហ្នឹងឯងគឺគេហៅ capacity ក៏បានកង់ដង់ starter ក៏បានដែរបើសិនជាយើងនៅក្នុងកម្មវិធី Protos គេហៅ capacitor អញ្ចឹងណាបងអញ្ចឹងយើងនិយាយបានថាຂະຫນាត capacity គឺជា farad ຂະຫນាតរបស់វាគឺជា farad ហើយវាមានຂະຫນាតរបស់វាហ្នឹងវាមាន micro farad nano farad ហើយនឹង pico farad តែតាមដែលយើងមើលពីតារាងរបស់វានេះបងប្អូនគ្នានេះគឺជាតារាងរបស់កង់ដង់អញ្ចឹងបើសិនជាយើងឲ្យតម្លៃរបស់វាមួយនេះ1 farad អញ្ចឹងបើសិនជា1 farad មកគេ micro farad អញ្ចឹងវាស្មើនឹង10ស្វ័យគុណ6តែបើសិនជាយើងឲ្យទៅ pico farad វាស្មើនឹង10ស្វ័យគុណ12វាស្រដៀងនឹងកង់ដង់ដូចគ្នាអញ្ចឹងណាបងគឺនេះ pico 1 pico farad អញ្ចឹងណាបងហើយកន្លែងនេះ nano farad នេះ micro farad អានេះ farad អូខេអញ្ចឹងបងអាចនឹងដឹងហើយជាមួយនឹងតារាងຂະຫນាតរបស់កង់ដង់ starter គឺវាមានបែបនេះគឺជាតារាងរបស់វាហើយជាតម្លៃរបស់វាដែរអញ្ចឹងតោះបងបន្តទៅទៀតជាមួយនឹងទម្រង់របស់កង់ដង់ starter ណាទម្រង់របស់កង់ដង់ starter គេអាចកំណត់ប្រភេទតាមក្រុមដោយផ្អែកទៅលើប៉ូលកម្មយើងហៅថាប៉ូលកម្មគឺវាមានប៉ូល2យើងនិយាយថាប៉ូលកម្មរបស់វាគឺវាមាន2វាមានប្រភេទមានប៉ូលនិងប្រភេទគ្មានប៉ូលអញ្ចឹងវាមានកង់ដង់មួយច្រើនប្រភេទដែរវាមានមានមួយមានប៉ូលមួយអត់ប៉ូលអញ្ចឹងតោះហើយប្រភេទមានប៉ូលហ្នឹងគឺយើងនិយាយថាប៉ូលវិជ្ជមាន positive ហើយជាមួយនឹងប៉ូលមួយទៀតដែលទៀតហ្នឹងវិជ្ជមានទៀត negative ហើយប្រភេទយើងហៅថាប្រភេទដែលវាមានប៉ូលហ្នឹងវាមាន positive ហើយនិង negative ហើយជាមួយនឹងប្រភេទគ្មានប៉ូលហ្នឹងគឺយើងនិយាយបានថាគឺវាអត់មានទេដែលគឺថាมันមានសញ្ញានៅលើប៉ូលរបស់វាទេអញ្ចឹងបងចាំណាកង់ដង់ដែលមានប៉ូលគឺវាមានសញ្ញារបស់វាហើយនេះកង់ដង់ដែលវាមានប៉ូលហ្នឹងគឺវាមាន positive ឬក៏ negative អញ្ចឹងនេះសញ្ញាបោករបស់វាហ្នឹងគឺសិតតែមានប៉ូលហើយអញ្ចឹងសម្រាប់ដែលអត់ប៉ូលសម្រាប់តែគ្មានប៉ូលហ្នឹងគឺមិននេះបងគឺសម្រាប់ដែលអត់ប៉ូលនេះកង់ដង់ starter អត់ប៉ូលនេះខ្ញុំបានសរសេរហ្នឹងកង់ដង់អត់ប៉ូលនេះកង់ដង់ហ្នឹងគឺអត់មានប៉ូលទេយើងអត់យើងនិយាយបានថាគឺវាអត់មានប៉ូលបូកនៅខាងដូចដែលមានប៉ូលទេអញ្ចឹងណាបងតោះយើងបន្តទៅទៀតអញ្ចឹងកន្លែងតំណឹងគឺយើងនិយាយអំពីបំណែកចែកកង់ដង់ starter
bom này cháy căng đăng starter dân căng đăng starter vì miềnประมาณ phải chia 200 đểត្រូវបាន បង្កើតឡើង វាមានរូបរាងខុសប្លែកពីគ្នាមែនទែនអញ្ចឹងកង់ដង់គឺវាអត់មានរូបរាងដូចគ្នាទេវាប្លែកផ្សេងគ្នាអញ្ចឹងហើយគេចែកចេញជា 3 ចំណាត់ថ្នាក់ឬក៏ 3 ប្រភេទដែរដែលវាមានកង់ដង់ starter មាន pole plural capacitor ឬកង់ដង់ DC អញ្ចឹងវាមានអាមាន pole ហ្នឹងគឺ DC ចូលបើអត់ pole វិញសម្រាប់កង់ដង់អត់ pole non plural capacitor ឬក៏កង់ដង់ starter AC អញ្ចឹងមានន័យថាចំពោះដែលកង់ដង់ដែលមាន pole សិតតែកង់ដង់ DC អញ្ចឹងសម្រាប់ដែលកង់ដង់ដែលអត់មាន pole ទេប្រភេទហ្នឹងគឺប្រភេទកង់ដង់ AC ហើយយើងហៅថាភ្លើងរត់ហ្នឹងណាហើយជាមួយប្រភេទទៀតគេហៅថាកង់ដង់ប្រែប្រួល variable capacitor ឬក៏កង់ដង់ starter variable អញ្ចឹងណាបងនេះគឺជានិមិត្តសញ្ញារបស់កង់ដង់ពីពពុះប្រភេទ DC ហើយពពុះប្រភេទ AC ហើយនឹង variable អញ្ចឹងនេះពពុះប្រភេទនេះដូចជាខ្ញុំអត់មានទេខ្ញុំមានដែរនេះដូចជាមានតិចតួចដែរខ្ញុំមាននេះប្រភេទកង់ដង់នេះកង់ដង់នេះជាប្រភេទកង់ដង់ណាបងនេះសញ្ញាប៉ូលរបស់វានេះអាខ្មៅនេះគឺប៉ូដកគេប្រាប់យើងដែរនេះគេដាក់សញ្ញាដកនៅនេះប៉ូដកអញ្ចឹងអាពណ៌នេះពណ៌បូអញ្ចឹងជាមួយនឹងប្រភេទកង់ដង់ variable ហើយជាមួយនឹងកង់ដង់គីមីដូចជាខ្ញុំអត់កង់ដង់នេះខ្ញុំអត់មានទេបងហើយខ្ញុំសូមអធិស្ឋានផងណាដោយសារខ្ញុំអត់មានកង់ដង់ហ្នឹងចាំមើលបើសិនជាខ្ញុំរកបានចាំមើលនឹងវីដេអូក្រោយចាំខ្ញុំដាក់ឲ្យមើលអញ្ចឹងបងអញ្ចឹងតោះបងយើងចូលទៅបន្តទៀតជាមួយនឹងប្រភេទកង់ដង់មានប៉ូលគេហៅ plural capacitor ឬក៏កង់ដង់ DC អញ្ចឹងកង់ដង់ DC អញ្ចឹងយើងនិយាយពីកង់ដង់ DC ហើយអញ្ចឹងកង់ដង់ DC វាមានតួនាទីទប់ទេចរន្ត DC និងទប់លំនឹងតង់ខ្យង DC នៅក្នុងសៀកខ្វីដែលមានប៉ូលបុកនិងប៉ូលដកអញ្ចឹងមានន័យថាតួនាទីរបស់កង់ដង់ DC របស់យើងហ្នឹង DC របស់យើងហ្នឹងគឺវាមានតួនាទីរបស់វាគឺយើងនិយាយថាផ្ទុកចរន្តឬក៏ផ្ទេចរន្ត DC របស់យើងហ្នឹងវាផ្ទេចរន្តចុះឡើងហ្នឹងហើយវាទប់នៅយើងហៅថាទប់តង់ខ្យងរបស់វានៅក្នុងសៀកខ្វីដែលវាមានប៉ូលបូកនិងប៉ូលដកដូចគ្នាអញ្ចឹងណាបងនេះគឺជាប្រភេទកង់ដង់ដែលមានប៉ូលនេះដែលខ្ញុំឲ្យបងមើលមិញហ្នឹងនេះសិតតែមានប៉ូលនេះមានប៉ូលអញ្ចឹងកង់ដង់ហ្នឹងមានប៉ូលអូខេបងឃើញនេះមានប៉ូលនេះប៉ូលដកអូខេអញ្ចឹងយើងចូលមកដល់មួយទៀតគេហៅថាប្រភេទកង់ដង់ទីតានីមប្រភេទកង់ដង់ទីតានីមហ្នឹងគឺយើងនិយាយថាវាមានតួនាទីសម្រាប់ផ្ទុកទេចរន្តអគ្គិសនី DC ដូចគ្នាអញ្ចឹងគឺវាដូចគ្នាពួកប្រភេទទីតានីមដែលវាមានប៉ូលអញ្ចឹងវាទប់លំនឹងនិងតង់ខ្យង DC នៅក្នុងសៀកខ្វីដែលមានប៉ូលបូកប៉ូលដកដូចគ្នាហើយគេប្រើពួកប្រភេទគេប្រើថាយើងប្រើក្នុងមាននៅ micro board board បាស Bluetooth ដែលយើងរបស់យើងហ្នឹងក៏មានដែរពួកប្រភេទ JBL ជាមួយនឹងអីផ្សេងៗហ្នឹងវាមានពួកប្រភេទ Hoco ហ្នឹងពួកប្រភេទបាស Hoco ពេលដែលយើងដក Bluetooth វាមកឃើញជាមួយនឹងកង់ដង់វាហើយអញ្ចឹងហើយវាមាននៅក្នុង board ទូរស័ព្ទរបស់យើងហើយជាមួយនឹង board computer ជាដើមអញ្ចឹងមានន័យថាកង់ដង់គេទីតានីមហ្នឹងគឺវាមានតួនាទីដូចគ្នាវាមានតួនាទីដូចជាមួយនឹង DC ដែរប៉ុន្តែបតពួកប្រភេទហ្នឹងគឺយើងហៅថាវានៅក្នុងជាមួយនឹងប្រភេទប្រើជាមួយនឹងក្នុងបត Bluetooth របស់យើងទូរស័ព្ទរបស់យើងដោយសារវាតូចយើងហៅថាវាតូចវាស្តៀងនឹងជាមួយនឹង resistance ពួកប្រភេទ SMD ដែរនេះប្រភេទហ្នឹងវាមានជាមួយនឹងកង់ដង់ដូចគ្នាហើយវានៅក្នុងបតដែលយើងត្រូវមានតោះបងយើងបន្តទៅទៀតអញ្ចឹងពេលដែលយើងបន្តមកដល់ទៀតនេះគឺយើងនិយាយអំពីកង់ដង់អត់ប៉ូលអញ្ចឹងណាកង់ដង់អត់ប៉ូលដែលយើងអាចនិយាយបានថាដែលកង់ដង់ដែលគ្មានប៉ូលអញ្ចឹងកង់ដង់យើងលើកមកនេះគឺយើងលើកជាមួយនឹងកង់ដង់ starter ceramic ដែលយើងលើកមកហ្នឹងដែលអត់ប៉ូលហ្នឹងយើងលើក ceramic មកអញ្ចឹងជាមួយនឹងកង់ដង់ ceramic គឺវាប្រើសម្រាប់យើងហៅថាកម្ចាត់ជាមួយនឹងសញ្ញាដែលគេហៅថារំខានឧទាហរណ៍ដូចយើងបើកបាសឬក៏បើកអីវាមានសញ្ញាឡើយអញ្ចឹងវាកាត់អ
វាកាត់អាពួកនឹងខ្លះដើម្បីឲ្យសំឡេងរបស់បាសឬក៏បោះអីហ្នឹងវាចេញមកវាស្រួយស្លឹមអីចឹងទៅហើយសម្រាប់វាចម្លងសញ្ញានៅក្នុង frame កង់វិទ្យុអីចឹងទៅដូចវិទ្យុដល់ពេលដែលយើងសេរីទៅវាសេរីហើយដោយសារពេលដែលយើងសេរីដូចពួកប្រភេទ variable អីយើងសេរីទៅវារឹករឿនអាហ្នឹងឯងគឺវាសេរីជាសញ្ញាហើយតម្លៃ capacity ហ្នឹងវាខ្ពស់មែនទែនខ្ពស់បំផុត1 microfarad មួយហ្នឹងហើយ1 microfarad ហើយខនាតជាទូទៅហ្នឹងគេគិតជា picofarad ក្នុងចរន្ត DC របស់វាហើយវាមានតួនាទីហ្នឹងអញ្ចឹងមានន័យថាវាមានតួនាទីវាមានកម្ចាត់សញ្ញាផងហើយជាវាមានតួនាទីមួយទៀតហ្នឹងវាច្រោះជាមួយនឹង AC ចេញទៅ DC ឲ្យល្អសុទ្ធអញ្ចឹងមានន័យថាវាច្រោះជាមួយនឹងសញ្ញាផងហើយវាមានតួនាទីរបស់វាហ្នឹងច្រោះពីភ្លើង AC របស់យើងហ្នឹងចេញទៅ DC ហើយវាឲ្យ DC ហ្នឹងសុទ្ធ 100% អញ្ចឹងមានន័យថាវាធ្វើឲ្យ AC ហ្នឹងបំលែងមក DC គឺវាសុទ្ធមកគឺវាអត់មានបំលែងបំឡំអីចឹងទេហើយនេះគឺជារូបរបស់កង់ដង់ហើយនេះគឺជានិមិត្តសញ្ញាហើយជាមួយនឹងយើងតទៅទៀតនេះគឺយើងតជាមួយនឹងប្រភេទកង់ដង់ film អញ្ចឹងចំណុចពិសេសរបស់វាគឺវាជំនាញទប់លំនឹងចរន្តអគ្គិសនី AC ឡើងចុះបានអញ្ចឹងកង់ដង់ហ្នឹងគឺយើងនិយាយបានថាវាទប់ចរន្តណាចរន្តឡើងចុះរបស់ AC ហ្នឹងបានល្អគឺវាទប់ល្អមែនទេវាទប់ក្នុងការយើងនិយាយថាបានវាទប់ឲ្យចរន្ត AC ហ្នឹងវាឡើងចុះបានស្រួលបានល្អ 100% អីចឹងទៅវាមិនអាចបានថាត្រឹមនេះទេប៉ុន្តែវាអាចគ្រាន់បើដែលយើងប្រើការពារដែរហើយទៅពេលដែលយើងចូលទៅមកដល់កង់ដង់មួយទៀតនេះគេហៅថាកង់ដង់ starter មីកាអញ្ចឹងភាគច្រើនកង់ដង់នេះគេប្រើប្រភេទនៅតង់ដង់គេប្រើនៅក្នុងពួកប្រភេទតង់ចុងខ្ពស់ឬក៏ frame កង់ខ្ពស់ដែលយើងអាចនិយាយបានថាជាមួយនៅក្នុង power supply ជាដើមឬក៏ power supply TV ដែលវាមានពួកប្រភេទកង់ដង់មួយនេះគេហៅថាកង់ដង់មីកាអញ្ចឹងនេះគឺជារូបរបស់កង់ដង់មីកាហើយជាមួយនឹងប្រភេទកង់ដង់មួយទៀតនេះគេហៅកង់ដង់ chip ហ្នឹងហើយកង់ដង់ chip ដូច resistance SMD ដែរប៉ុន្តែវាតូចប៉ុន្តែយើងអាចដឹងពេលខ្លះជាមួយនឹង resistance SMD គឺវាមានលេខប៉ុន្តែកង់ដង់ប្រភេទ chip នេះគឺវាអត់មានលេខឲ្យយើងមើលទេអញ្ចឹងយើងអាចនិយាយបានថាកង់ដង់ chip គឺជាគ្រឿងតូចដែលយើងនិយាយថាជាគ្រឿងតូចសម្រាប់ចំណេញទីកន្លែងយើងតែនិយាយថាវាចំណេញទីកន្លែងគេប្រើវាសម្រាប់បញ្ចាត់សញ្ញាដូចគ្នាសញ្ញាសំខាន់ឬក៏សញ្ញារំខានមិនសំខាន់ទេណាបងមកសំទោសគឺរំខាននិងចម្លងសញ្ញានៅក្នុង frame កង់ក្នុងចរន្តអគ្គិសនីចរន្ត DC វាមានតួនាទីច្រោះដូចគ្នាអញ្ចឹងវាមានន័យថាវាស្តៀងនឹងជាមួយនឹងសេរ៉ាមិចដែរប៉ុន្តែគឺប្រភេទហ្នឹងគឺវាលក្ខណៈថាគ្រឿងវាឈីបវាតូចវាអត់ដូចជាមួយនឹងសេរ៉ាមិចទេអញ្ចឹងវាមានតួនាទីដូចគ្នាច្រោះជាមួយនឹង AC ចេញទៅ DC ឲ្យបានសុទ្ធ 100% អញ្ចឹងបងត្រូវចាំគឺប្រភេទ chip គឺវាដូចតូចមែនទេអញ្ចឹងវានេះហើយវាអស់មែនទេណាអញ្ចឹងវាតូចមែនទេយើងអាចមើលថាអូនេះកង់ដង់អីចឹងទៅអញ្ចឹងវីដេអូរបស់យើងក៏ឈានចូលដល់ទីបញ្ចប់ដែរអញ្ចឹងកុំភ្លេចតាមដានទស្សនានៅវីដេអូក្រោយយើងនឹងតមេរៀនរបស់យើងទៀតណាបងអញ្ចឹងបើសិនជាបងមានតម្រូវការជាមួយនឹងការដំឡើងកាមេរ៉ាឬក៏ប្រព័ន្ធភ្លើងផ្សេងឬក៏ការជួសជុលអីផ្សេងបងអាចឆាតមកខាងយើងតលបានខ្ញុំនឹង reply ជូនបងអញ្ចឹងណាបងដែលយើងខាងយើងគឺមានទទួលធ្វើអញ្ចឹងជាចុងបញ្ចប់ខ្ញុំសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ហើយជាមួយនឹងវីដេអូមេរៀនដែលខ្ញុំបានធ្វើខ្ញុំពិតជាអរគុណខ្លាំងមែនទែនហើយបងកុំភ្លេចជួយចុច subscribe នៅ like នៅ channel របស់យើងផងហើយជាមួយនឹង Facebook page របស់យើងនឹងឃើញវីដេអូថ្មីៗទៀតអរគុណច្រើនបង